ជាមួយបញ្ហាជំងឺកាមរោគបំមេះទឹកបាយស្វាយក្រាបនោមមានខ្ទុះមានឈាមឡើងកទួលលមាស់ប្រែចង្លឹងឬក៏មានបញ្ហាផ្សិតសិមន់គឺកាមរោគបំមេះទឹកបាយស្វាយក្រាបចាពុកម៉ែបងប្អូនបើសិនជាឆ្លងនឹងជំងឺនឹងហើយបងប្អូនប្រើជាមួយថ្នាំគេច្រើនអត់បានផលអត់តន់ជាដាច់មកប្រើជាមួយថ្នាំខ្មែរថ្នាំខាងប្អូនជាអសត់ថ្នាំខ្មែរផ្សំដោយលោកតារស់ស្រននេះបានចំពោះថ្នាំរបស់គាត់នេះគឺផ្ដោតទៅលើបញ្ហាជំងឺឆ្លងពាក់ព័ន្ធជាមួយបញ្ហាជំងឺកាមរោគបំមេះទឹកបាយស្វាយក្រាបនោមមានខ្ទុះមានឈាមឡើងកទួលលមាស់ប្រែចង្លឹងឬក៏មានបញ្ហាផ្សិតសិមន់បងមកប្រើថ្នាំខាងប្អូនបានថ្នាំនេះប្រើមួយដល់មួយប្រើចាប់ពី3ថ្ងៃទៅ5ថ្ងៃគឺដឹងធូរដឹងអន់ហើយសម្រាប់អ្នកកើតយូរខែយូរឆ្នាំបណ្ណាក៏ដោយបងអស់សង្ឃឹមនឹងការព្យាបាលប្រើថ្នាំគេច្រើនមកអត់ជាមកប្រើថ្នាំមកលោកតាបានថ្នាំនេះហូបបានទាំងបុរសនិងស្ត្រីបងស្ត្រីឆ្លងពីគ្រួសាររបស់គាត់មានបញ្ហាធ្លាក់សលមាស់ធំក្លិនអាលៀកទ្វារមាសធ្វើទុកដៃស្បូនធ្វើទុកដល់តម្រងនោមញឹកនោមក្តៅថ្នាំហ្នឹងគឺត្រូវដូចគ្នាសម្រាប់ថ្នាំនេះគឺផ្សំចេញពីរុក្ខជាតិថ្នាំខ្មែរសុទ្ធ 100% បងសម្រាប់បងដែលទៅតកើតបងប្រញាប់នឹងការព្យាបាលប្រើតាមបញ្ឈុតឲ្យបងនឹងជាដាច់ពីបញ្ហាកាមរោគបំមេះស្វាយក្រាបហ្នឹងហើយតែសម្រាប់ថ្នាំខាងប្អូនធានាជូនហូបចាប់ពី3ថ្ងៃទៅ5ថ្ងៃគឺដឹងធូរដឹងអន់ហើយអត់តបងព្យាយាមហូបឲ្យបានទៀងទាត់ព្យាយាមតគឺជាដាច់អត់សើហឺឡើងមកវិញ